បងប្អូនយើងឥឡូវនេះណាបាទឡានប្រភេទដឹកភ្ញៀវបងប្អូនណាបាទដឹកភ្ញៀវ VIP បាទដឹកភ្ញៀវសម្រាប់បងរត់តាក់ស៊ីផ្លូវឆ្ងាយណាបាទដឹកពីពលានដល់ពីអីក៏ត្រូវដែរបាទឥឡូវនេះចូលស្តុកឲ្យបងប្អូនដល់ទៅ3គ្រឿងណាបងយើងមាន Starrex 09បាទនេះ Full CVX យើងមាន Alphard 04បាទម៉ាស៊ីន4យើងមាន Alphard 04ម៉ាស៊ីន6បងប្អូនបាទសតឡានលំដាប់ឲ្យបងប្អូនណាបាទទាំង2ទាំង3គ្រឿងណាបងប្អូនណាបាទតនីអត់បុកប៉ះអត់កាត់តអត់ស្ងោបដល់ពណ៌សឡានស្អាតណាអានេះ80%ទឹកថ្នាំបាទអត់មានច្រេះទេបងប្អូនទិញឡានការ៉េខ្លាចជាងគេបាតណាតើមួយទៀតបដូរពណ៌បាទបដូរពីពណ៌ទៅក្រូចមកពណ៌ផ្សេងណាតែឡាននេះមកទិញកន្លែងបងវិរៈតនីឲ្យបងប្អូនណាបាទតនីតែពណ៌ខ្មៅគឺខ្មៅស៊ីនតែម្ដងណាអានេះម៉ាស៊ីនអត់មានហុយលក្ខណៈថាជន់ទៅខ្សោយទេបាទតាក់បោគេនៅជន់ស៊ឹបណាព្រោះអានេះប្រើម៉ាស៊ីនបងប្អូនបាទអញ្ចឹងប្រើតាក់បោជំនួយដើម្បីលបឿនអត់ស្បឺតដូចសាំងយ៉ុងទេហើយមួយគ្រឿងនេះបងប្អូនបាទបងចង់សំចៃតិចអាចប្រើនេះណាហើយអានេះម៉ាស៊ីន6បងប្អូនបាទអានេះបងប្អូនរៀងថ្លៃតិចបាទ60ម៉ឺនអានេះបងតែបាន25ម៉ឺនទេអញ្ចឹងបងទៅការពណ៌សពណ៌ប្រភេទបាទមានទាំងអស់អញ្ចឹងឥឡូវនេះបាទយើងមកលំអិតជូនបាទភិនភាគឡានដូចតែឥឡូវនេះយើងចូលមកមើលបាទអេតារបស់បាទឡាន Starrex ទាំងអស់គ្នាបងប្អូនណាបាទ Starrex ពួកឡានខ្ពស់ខ្ញុំស្រឡាញ់អង្គុយទៅមើលផ្លូវច្បាស់ល្អបងប្អូនបាទមើលចោតចេះអត់មើលងើយទេបាទចោតបងប្អូនណាលេខ Android ហើយបាទចាំមើលខ្ញុំបិទមើលបងប្អូនណាបាទបងអ្នកស្រឡាញ់ Starrex អាចយល់អារម្មណ៍មួយហ្នឹងហើយបាទត្រួយណាខាងក្នុងថ្មីអញ្ចឹងនេះបើកដបូល2តង់បងប្អូនបាទបើកដបូល2តង់អានេះបើនិយាយមែនតើទៅវាចិត្ត full បងប្អូនបាទអត់តែបេតុងបាទបេតុងចកោទេព្រោះបើកដបូលមកទាំងអស់ហើយវាអត់មានថាលក្ខណៈថាបិទដបូលអត់បេតុងអត់ទេអានេះមកទាំងអស់ណាអត់ស្ទើរបន្តិចទេ full ទេណាប៉ុន្តែយើងរកថា full ទៅចុះប៉ុន្តែវាមិនបញ្ហាទេបាទឡើង Android ហើយបងយកទៅប្រើមកម៉ាស៊ីនត្រជាក់ Starrex ឆ្លាញ់ជាងគេម៉ាស៊ីនត្រជាក់អែមម៉ាស៊ីនត្រជាក់បងប្អូនបាទបើថាយើងជន់លបឿនលឿនផ្លូវឆ្ងាយណាយើងបើថាត្រជាក់បូម៉ាស៊ីនវាប្រើកម្លាំងបាទវាទាញ compressor ដើរខ្លាំងហើយបងប្អូនបាទមើលខាងក្រោយតិចមើលអូនចាប់ក្រោយតិចមើលខាងក្រោយវាល្អណាបងប្អូនបាទដាក់អីវ៉ាន់នេះអីវ៉ាន់ភ្ញៀវណែបងឲ្យប្រចាណាបានណាបាទមួយគ្រឿងនេះតានីតាអែមរំលោះសតបានដាក់ឯកសារមកជំរាបចំជូនបងប្អូនរត់តាក់ស៊ីក៏កំពុងតែរត់តាក់ស៊ីបាទឯកសារបានដែរចង់ថែមឡានអីចឹងណាបាទអញ្ចឹងបងបាទតោះមកមើលទាំងអស់អូបងប្អូនអើយបាទបើក smooth តែម្ដងណាអានេះគាត់ប្រើជាលក្ខណៈគ្រួសារខ្ញុំសូមបញ្ជាក់បងប្អូនមិនបាច់ភ័យថាឡាននេះជាប្រវត្តិឡានដែលប្រើសម្រាប់អ្នករត់តាក់ស៊ីអត់ទេគាត់ប្រើជាលក្ខណៈគ្រួសារទេអញ្ចឹងបងប្អូនមកមើលគ្រឿងជ័រទៅអាចដឹងច្បាស់ហើយបាទថាឡានប្រភេទម៉េចអញ្ចឹងបងបាទរួនអានេះក្នុងប្រភេទនេះតបោលបើកទៀតបងប្អូននេះខ្ញុំប្រាប់មិញណាបងយកតែកែដឹកភ្ញៀវ VIP ដាក់កៅអីតិចក៏បានស្អែកបងប្អូននេះបាទ Starrex អត់សូវជាពិបាកហ្មងនេះណាបងប្អូនយើងបាទអត់ពិបាកទេឥឡូវមកមើលម៉ាស៊ីនបន្តិចណាតែសារតែឡានប្រភេទឡានដឹកអញ្ចឹងខ្ញុំ review រៀងលម្អិតជូនបងប្អូនបន្តិចបាទហើយបងប្អូនអានេះមិនសូវជាបាក់ហើយបាច់ភ័យទេបាទមើលទៅសងខាងភ្លីទៅដឹងហើយបាទបុកប៉ះអីនោះណាម៉ាស៊ីនឆានស្ងាត់ឈឹងបងប្អូនបើកប៉ុណ្ណឹងមកអត់លន់រែកក្រោកអីណាបើគឺហាប់ស្មើតែម្ដងក្លុកគល់បូមកាហើយណាក្លុកគល់បូមទាំងអស់បងប្អូនបាទបើកតែប៉ុណ្ណេះមកនេះហុយអត់បាទបើហុយទៅហើយណាមើលតែប៉ុណ្ណឹងទៅបងប្អូនបាទអញ្ចឹងបងប្អូនទៅការ Starrex រួនឥឡូវបាទកុំឲ្យខាត់ពេកយូរយើងទៅមួយគ្រឿងទៀតបងប្អូនបាទចំណែកមួយគ្រឿងនេះអានេះគឺ V4 បាទម៉ាស៊ីន4បងបាទកែគេហើយម៉ែសន្សំសំចៃហ៎បងប្អូនបាទទ្វារអូតូ2គ្រាប់បងប្អូនបាទសងខាងបើកមកគេដើរប្រុយឡើងអង្គុយដូច VIP អញ្ចឹងបងប្អូនណាបាទអែមស្រែមបាទដឹកភ្ញៀវញ៉ាំថ្លៃបានបងប្អូនណាបាទអែមទៅមុខទៅក្រោយបាទបងបាទអញ្ចឹងបងចង់បាន Alphard ក៏មានបងចង់បានឡាននេះក៏មានបាទមានទាំងអស់បងប្អូនណាបាទឥឡូវមកមើលប្លុកម៉ាស៊ីនតិចមកខ្លាច់ស្ទើរបាទអានេះពណ៌ប្រផេះបងប្អូនបាទអញ្ចឹងអូយជាប់ដៃបងប្អូនសុំទោសណាបាទនេះកាមេរ៉ាចាប់ឲ្យដល់តិចបងប្អូនយើងបាទតើមើលម៉ាស៊ីនណាខ្ចីញញដល់ប៉ុណ្ណឹងណាបាទឡានជប៉ុនសិនណាបងប្អូនណាបាទឲ្យពិចារណាបានតែគាត់តែបញ្ជាក់ថាបងប្អូន Alphard ខ្ញុំលក់កម្រយូរណាបាទ
ពីច្រើនអតីជនសួរនាំច្រើនណា Alphard Starrex ឡានប្រភេទដឹកឡានធ្វើអាជីវកម្មអញ្ចឹងគឺយកទៅក៏ដែរខាតគេយកទៅចំណេញអញ្ចឹងមានការសួរនាំពីបងប្អូនច្រើនហើយការរំលោះក៏វាល្អដែរបើយើងយកទៅធ្វើអាជីវកម្មណាអញ្ចឹងការសិក្សាងាយច្រើនបងប្អូនបាទព្រោះដឹងតែយកទៅមានចំណូលយកទៅមានចំណូលបងប្អូនអត់ពិបាកទេទ្វារអូតូឆ្វោកអញ្ចឹងណែគេអត់មកអែមបងប្អូនយើងបាទមកអែមណាចូលកលុកកលៀតអូនចាប់ឲ្យដល់កន្លែងបាទនោះអែមបងប្អូនបាទស្អាតចាំបងចង់បានប្រភេទលឿនអានេះលៀងបែកទឹកប្រាក់តិចបាទប្រភេទបែកទឹកប្រាក់កាប់ស្តាំងណាចឹងបងរួនម៉ាស៊ីន4យើងមានណាបាទរៀងខ្សោយជាងម៉ាស៊ីន6បន្តិចតែវាសន្សំសំចៃណារៀងអាល់ផាតតែមួយទេឥឡូវបាទកុំខាត់ពេលយើងចូលមកមើលបាទ06ច្រឡំ06 V6 បាទអានេះរៀបចំអត់ទាន់ហើយបងប្អូនអាចជាស្រ័យបាទប៉ុន្តែយកមកធ្វើវីដេអូជូនតែម្ដងបាទឡានមើលប្លុកម៉ាស៊ីនមុនគេបណ្ដោយណាប្លុកម៉ាស៊ីនអែមបងប្អូនអានេះយើងនៅសម្អាតតិចបងប្អូនបាទសម្អាតតនេះរៀងបើកមករៀងនេះតិចប៉ុន្តែខ្ញុំបញ្ជាក់ឡានស្អាតដូចគ្នាណាមកអែមអានេះបងពុនរៀងច្រើនតិចបងប្អូន60,000មួយឆ្នាំណាខាងក្នុងលឿងពណ៌សបងប្អូនអានេះកាយហ្គេសឲ្យបងប្អូនយកទៅចំណេញតែម្ដងបាទឡាននេះអាជីវស្រ័យបងប្អូនបាទអាជីវស្រ័យទុកមុនឡានស្អាតទេក៏ប៉ុន្តែយើងអត់តរៀបចំស្អាតបាទអត់តបោកស្ងួតអីណាបាទអញ្ចឹងបងចាប់អារម្មណ៍អាផានអញ្ជើញមកមើលបានបាទនេះខាងក្រោយណាកាមេរ៉ាយើងចាប់ប្លង់នេះណាចាប់ប្លង់ហ្នឹងបងប្អូនយើងមើលនេះបាទមកសេក្បាលបេខ្ពស់អញ្ចឹងប្រើរៀងនៅថាគុណភាពយើងនៅច្រើនណាបាទពីមុខដល់ក្រោយណា BK BD អានេះ BV អានេះទៅប្រាក់ឯងបងប្អូនរាប់ពីกระดาษពុនមកអញ្ចឹងបងចាប់អារម្មណ៍ចង់បានតម្លៃចង់បានរូបភាពតាក់តងចូលពេកបងមរៈបាទអាចសួរពីតម្លៃបានហើយចំពោះបងដែលស្នើបាទលើការរំលោះបងអាចស្នើរំលោះសុទ្ធ 100%ក៏បានបងចូលរួមចាប់ពី 10% ឡើងទៅក៏បានដែរបងនៅកន្លែងណាក៏យើងសិក្សាបានដែរ25ខែក្រោយឲ្យតែមានការងារមានមុខរបរណាដាក់ឯកសារសិក្សាតាមអនឡាញជាប់អញ្ជើញមករើសឡានមួយណាក៏បានដែរ3គ្រឿងហ្នឹងអញ្ចឹង3គ្រឿងនេះគឺជាស្តុកចុងក្រោយបងប្អូនណាបាទបើអាចទិញបានទៀតអាចឡើងស្តុកទៀតមិនមែនចុងក្រោយសុំទោសនិយាយខុសអក្សរវិរុទ្ធណាសុំទោសអាចមានស្តុកក្រោយទៀតប៉ុន្តែគាត់ថាបច្ចុប្បន្នភាពក៏យើងមានតែ3គ្រឿងទេអញ្ចឹងបងទៅការឡានដឹកជើងអញ្ជើញមកមើលលឿនបាទនៅការ៉ាការ៉ាបាទតាមពេកបងរយៈផ្ទាល់បាទមានឡានច្រើនចង់បាន SUV ចង់បានសេដានមានទាំងអស់អញ្ចឹងអរគុណច្រើនបងប្អូនអត់រំខានយូរទេសារវីដេអូនេះយូរអាចនឹងបងប្អូនមើលទៅរៀងតប៉ែតិចបាទអញ្ចឹងសុំទោសបងប្អូនណាបាទអញ្ចឹងបងចង់បានឡានតាក់ទងបងរយៈតាមរយៈ TikTok Page ក៏ជា Telegram បាទអរគុណ